សម្រាប់អ្នកអត់ចេះមើលពងមាន់ឬក៏ពងទាពងកងានថាមានវេជីវិតឬអត់អ្នកអត់ចេះមើលអាចមើលតាមវិធីនេះបាននេះយើងគាត់ថាយកពិលទូរស័ព្ទយើងមកដាក់ប្រអប់មួយពងហ្នឹងទៅពងដែលមានរយៈពេលត្រឹមមួយសប្តាហ៍អីឡើងគឺយើងមើលច្បាស់ល្អដូចនេះពងកងានក្បាលតោយើងគាត់ដាក់ប្រអប់ចឹងទៅមើលឃើញកូនវាកើនៅក្នុងមកខ្លះមកវាមានសរសៃឈាមខ្វិតខ្វាញពេញអស់បើថាពងថ្មីទៅតែក្រាបបានត្រឹម5ថ្ងៃអីវាអត់ទាន់មានជាកូនទេវាមានសរសៃឈាមដែលណាដូចស្បុកវិញពីងចឹងដូចពងកងាននេះវាអាយុវាខ្ទង់ជាង10ថ្ងៃឯងចឹងយើងឆ្លុះមើលទៅវាឃើញសភាពហ្នឹងចឹងពងនេះសិតតែពងមានមេជីវិតល្អហើយចឹងយើងទុកឲ្យវាក្រាបទៅគឺញាស់ល្អហើយបងប្អូន